នៅក្នុងឯនេះ admin នឹងនាំអ្នកទាំងអស់គ្នាទៅបង្កើត account Facebook page សម្រាប់ទុករលុយនៅពេលក្រោយអញ្ចឹងដោយសារ Facebook វាមានការ update ជារៀងរាល់ថ្ងៃជារៀងរាល់ខែអញ្ចឹងបានជា admin ធ្វើវីដេអូនេះឡើងសម្រាប់បងប្អូនដៃថ្មីក៏ដូចជាហ្នឹងហើយដូចជាបងដែលគាត់អត់តន់ចេះហ្នឹងណាអញ្ចឹងយើងចូលមកកាន់ Facebook មកគឺយើងទៅកលេចមើលកន្លែងពាក្យថា menu ហើយអ្នកទាំងអស់គ្នាមើលកន្លែងពាក្យថា page នៅខាងលើបាទអូទៅលើទៅយើងឃើញពាក្យ page ហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា create មកបាទបន្ទាប់ពីឃើញពាក្យថា create ហើយអ្នកទាំងអស់គ្នាយើងវាមាន2ជម្រើសសម្រាប់ឲ្យយើងធ្វើការបង្កើតទី1ទាក់ទងទៅនឹង professional profile អញ្ចឹងសម្រាប់អ្នកលក់ដូរអនឡាញអីហ្នឹងគឺយើងយកលើសម្រាប់អ្នកដែលធ្វើមាតិកា content អីគឺយកក្រោមអញ្ចឹងយើងយកក្រោមមកហើយអ្នកទាំងអស់គ្នាគឺវាឲ្យយើងត្រង់នេះគឺវាឲ្យយើងបង្កើតឈ្មោះដាក់ឈ្មោះយើងអាចដាក់ជាអក្សរខ្មែរក៏បានដាក់ជាអង់គ្លេសក៏បានស្រេចចិត្តទៅបងប្អូនអញ្ចឹងខ្ញុំសូមដាក់ឈ្មោះ channel ដូច channel YouTube ខ្ញុំអញ្ចឹងបាទយើងដាក់មក Facebook page វាអត់ប្រកាន់រឿងអក្សរទេដាក់អក្សរអីក៏បានដែរបាទយើងដាក់អញ្ចឹងមកហើយយើងចុចពាក្យថា next មកគឺវាអត់ឲ្យដោយសារតែខ្ញុំដាក់អក្សរធំច្រើនពេកអញ្ចឹងខ្ញុំដូរដាក់អក្សរតូចម្ដងបាទយើងដក clear មកចាំយើងដាក់អក្សរធំកតុយហើយយើងចុចពាក្យថា next មកបន្ទាប់ពីយើងដាក់ឈ្មោះហើយអញ្ចឹងត្រង់កន្លែង category នេះវាដូចទៅ YouTube ដែរគឺវាឲ្យយើងជ្រើសរើសប្រភេទ content video ដែលយើងធ្វើតាក់ទងទៅនឹងវីដេអូរបស់យើងដូចជា entertainment មាន sport មាន gaming មានអីច្រើន Facebook ដូចទៅ YouTube ដែរអ្នកនរគ្នាកន្លែងហ្នឹងណាយើងអាចជ្រើសរើសតាមប្រភេទវីដេអូដែលអ្នកនរគ្នាចង់ធ្វើ content ដែលអ្នកនរគ្នាចង់ធ្វើហ្នឹងណាបាទយើងអាច select យក entertainment មកឬក៏អ្នកដែលធ្វើពី gaming អីអាចជ្រើសរើសយកពាក្យថា gaming ឬក៏វាមានច្រើនណាអញ្ចឹងខ្ញុំសូមជ្រើសរើសយក gaming អ្នកនរគ្នា gaming gamer ហ្នឹងអញ្ចឹងខ្ញុំដាក់ពាក្យថា gamer បាទហើយយើងចុចពាក្យថា create មកកន្លែងត្រង់នេះគឺយើងមិនបាច់វេឆ្ងាយច្រើនទេគឺយើងចុចខាងក្រោមគេបងប្អូនអ្នកនរគ្នាបើខាងលើយើងគ្រាន់តែជាអ្នកប្រម៉ូទផលិតផលអីសម្រាប់អ្នកលក់ដូរអនឡាញទេបើខាងក្រោមគឺកន្លែង content អ្នកផលិត content អីណាជាងយើងចុចអាក្រោមមកអ្នកនរគ្នា select យកខាងក្រោមហើយអ្នកនរគ្នាចុចពាក្យថា connect បាទបើចូលមកដល់កន្លែងនេះគឺយើងមិនបាច់ធ្វើអីទេគឺយើងចុចពាក្យថា next ទៀតមកកន្លែងនេះយើងចាំរៀបចំពេលក្រោយបាទចុច next រហូតមកកន្លែងត្រង់ហ្នឹងគឺវាឲ្យយើង invite friend ចំនួន100នាក់អញ្ចឹងយើង select ទាំង100ទាំង1000ហ្នឹងមកហើយអ្នកនរគ្នាចុចពាក្យថា done បាទនៅពេលនេះគឺយើងទទួលបាន page មួយហើយអញ្ចឹងងាយទេនៅក្នុងវីដេអូក្រោយ admin នឹងប្រាប់អ្នកនរគ្នាអំពីរបៀបរៀបចំ page ណាវីដេអូបង្កើត page គឺមានប៉ុណ្្នឹងឯងមានអីជាច្រើនទេអូខេហ្នឹងហើយចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទអូខេបាយបាយ